ช้างអានអូតូម៉ូបាយគឺជាក្រុមហ៊ុនរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនរថយន្តចិនធំចំនួន4ជាមួយនឹងបទពិសោធន៍ផលិតរថយន្តរយៈពេលជាង40ឆ្នាំយើងមានមូលដ្ឋានផលិតកម្មចំនួន14និងរោងចក្រចំនួន34នៅទូទាំងពិភពលោកក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសចិនក្រុមហ៊ុនឆាងអានអូតូម៉ូបាយមានម៉ាកសញ្ញាដែលគ្រប់គ្រងដោយខ្លួនឯងរួមមានឆាងអាន Nevo Dipol Avatar ខាយឆឹងនិងម៉ាកសញ្ញាបណ្ដាក់ទុនរួមគ្នារួមមានឆាងអាន Ford និងរថយន្តជប៉ុនជាច្រើនទៀតនៅឆ្នាំ2021ការលក់សរុបម៉ាកយីហោផ្ទាល់ខ្លួនរបស់ឆាងអានបានកើនឡើងលើសពី20លានគ្រឿងរហូតមកដល់ខែមេសាឆ្នាំ2024ការលក់បន្តនៃម៉ាកយីហោចិនក្រោមឆាងអានបានកើនឡើងលើសពី 26.33 លានគ្រឿងឆាងអានអូតូម៉ូបាយមានវិស្វករនិងអ្នកបច្ចេកទេសជាង 18,000 នាក់មកពី31ប្រទេសជុំវិញពិភពលោកហើយបានបង្កើតបណ្ដាញស្រាវជ្រាវនិងអភិវឌ្ឍ R&D នៅជុំវិញប្រទេសចំនួន6នៃទីក្រុងចំនួន10រួមមាននៅឆុងឈីងសៀងហៃហឺហ្វេនៅអានហ៊ុយប៉ៃជីងហឺប៉េយូកូហាម៉ាប្រទេសជប៉ុនតូរិនប្រទេសអ៊ីតាលីប៊ឺមីងហែមនៅចក្រភពអង់គ្លេសទីក្រុងដេត្រយនៅសហរដ្ឋអាមេរិកនិងទីក្រុងម៉ានិចនៅក្នុងប្រទេសអាល្លឺម៉ង់យើងបានដំណើរការ R&D ប្រកបដោយវិជ្ជាជីវៈនិងប្រព័ន្ធសាកល្បងនិងផ្ទៀងផ្ទាត់យានយន្តដើម្បីធានាថាផលិតផលនីមួយៗអាចទ្រាំទ្របានលើសពី10ឆ្នាំឬ 26,000 គីឡូម៉ែត្រនៃការប្រើប្រាស់ម៉ាកយីហោចិនក្រោមឆាងអានលើសពី 26.33 លានគ្រឿងនៅឆ្នាំ2023ឆាងអានបានអនុវត្តដោយជោគជ័យសម្រាប់ពានរង្វាន់ចំនួន2នៅក្នុងការប្រកួត DIA NFCD Ford ពានរង្វាន់ Red Dot Product Design Award ឆុងឈីង Design 100និងពានរង្វាន់ International CMF Design Award សរុបចំនួន6ប្រភេទរថយន្តអគ្គិសនី Dipol SO7 ក៏ទទួលបានការវាយតម្លៃពិន្ទុផ្កាយ5ទៅលើការធ្វើតេស្តកម្រិតសុវត្ថិភាពស្តង់ដាររបស់ប្រទេសអូស្ត្រាលី ANCAP និងវាយតម្លៃកម្រិតពិន្ទុផ្កាយ5ទៅលើការធ្វើតេស្តកម្រិតសុវត្ថិភាពដោយស្តង់ដាររបស់ប្រទេសអឺរ៉ុប Euro NCAP កាលពីចុងឆ្នាំ2024កន្លងទៅផងដែរក្នុងចំណោមនោះរថយន្ត Dipol LO7 បានឈ្នះពានរង្វាន់ Red Dot Product Design Award ដែលជារបបកំហើញសម្រាប់ឆាងអាន Design នៅក្នុង Red Dot Awardនេះជារូបភាពដ៏ល្អមួយនៃឆាងអាន Design ដែលឈានមុខគេនៅលើឆាកអន្តរជាតិនិងកេរ្តិ៍ឈ្មោះរបស់រថយន្តឆាងអានបច្ចុប្បន្នរថយន្តឆាងអានក៏មានលក់នៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាង3ឆ្នាំមកហើយដោយនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនឈានមុខគេលើវិស័យរថយន្តនិងបានដំណើរការនៅកម្ពុជាអស់រយៈពេលជាង30ឆ្នាំមកហើយដែលធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅឆ្នាំ2024ក្រុមហ៊ុន RMA Cambodia ក៏បាននាំចូលនៅរថយន្តអគ្គិសនីឆាងអានមកកាន់ប្រទេសកម្ពុជាដើម្បីស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្នដែលមានដូចជា Dipol SO7 និង Dipol LO7 ដែលជារថយន្តទំនើបប្រណិតភាពសុវត្ថិភាពនិងស៊ីវិល័យហើយយើងនឹងនាំមកនៅ model ថ្មីៗមកបន្តទៀតផងដែរឆាងអានជាម៉ាកសញ្ញាដែលផ្ដល់ឲ្យលោកអ្នកនៅទំនុកចិត្តគុណភាពសុវត្ថិភាពក្នុងការបើកបរនិងបច្ចេកវិទ្យាលើសពីការរំពឹងទុក